ចឹងមានន័យថាហើយ4ប្រការហ្នឹងគឺនៅក្នុងត្រៃលក្ខហ្នឹងគឺថាមិនទៀងឲ្យឈ្មោះថាលក្ខណៈមួយជាទុកជាលក្ខណៈមួយហើយជាអនត្តាហ្នឹងគឺលក្ខណៈមួយអញ្ចឹងត្រៃលក្ខហ្នឹងបបប្រែថាម៉េចលក្ខណៈ3ប្រការត្រៃហ្នឹងបបប្រែថា3មិនអញ្ចឹងទេណាហ្នឹងអញ្ចឹងមានន័យថាគ្រប់សភាវៈធម៌ទាំងអស់សភាវៈនីមួយគឺតែងមានលក្ខណៈ3ប្រការនេះឯងចឹងបានបុរាណភាសិតនឹងពោលថាត្រៃលោកគោកត្រៃលក្ខគោកហ្នឹងដូចដងគោកចឹងណាដងគោកមានទឹកដែរហ្នឹងហើយដងគោកហ្នឹងអត់មានទឹកទេហើយដល់ពេលត្រៃលោកគោកហ្នឹងម៉េចវាត្រៃលោកគោកត្រៃលក្ខហ្នឹងមានន័យថាត្រៃលក្ខហ្នឹងវានៅពេញត្រៃលោកហ្នឹងឯងវាអត់មានសល់កន្លែងណាបន្តិចឲ្យទៀងអត់មានទេគោកហ្នឹងមិនមែនហៅទេអាគោករីងស្ងួតហ្នឹងណាដល់បានទេចឹងនឹងមានន័យថាចាប់ពីអបាយមនុស្សទេវតារហូតដល់ព្រហ្មត្រៃលោកហ្នឹងត្រៃលោកមាន3ត្រៃលោក3អីខ្លះណាកាមលោករូបលោកនិងអរូបលោកកាមលោកចាប់ពីអបាយភូមិរហូតដល់ទេវតា6មិនចឹងណាហើយរូបលោកអាហ្នឹងព្រហ្ម16ទៅដល់ពេលអរូបហ្នឹងគឺអរូបព្រហ្ម4នៅក្នុងលោកទាំង3ហ្នឹងឯងគឺពេញដោយត្រៃលក្ខអត់មានសល់កន្លែងណាប្រប៉ិនចុងសក់ដែលថាទៀងអញ្ចឹងបានថាត្រៃលោកហ្នឹងគោកត្រៃលក្ខគោកដោយត្រៃលក្ខហ្នឹងគឺថាពេញដោយត្រៃលក្ខដូចដងគោកពេញដោយអីពេញដោយដីដងគោកឯណាពេញដោយទឹកចេះតែនិយាយគេថាដងគោកពេញដោយទឹកហ្នឹងហើយដងដែលវាគោកហើយហ្នឹងវាពេញទៅដោយដីវាអត់មានទឹកបានគេហៅថាគោកមិនចឹងទេណាបើនៅទឹកគេមិនហៅថាគោកមិនចឹងអញ្ចឹងមានន័យថាត្រៃលោកហ្នឹងគឺវាពេញទៅដោយសេចក្តីមិនទៀងជាទុកជាអនត្តាអញ្ចឹងបានបុរាណភាសាខ្មែរយើងភ្ជាប់សេចក្តីហ្នឹងថាត្រៃលោកគោកត្រៃលក្ខមានន័យថាពេញដោយសេចក្តីមិនទៀងជាទុកជាអនត្តាសូម្បីយកចុងមកជុលចាក់ចំកន្លែងណាក៏ដោយរោគសេចក្តីទៀងទាត់ប្រប៉ិនចុងមកជុលក៏អត់មានដែរវាគោកអស់ហើយពីអបាយភូមិរហូតទៅដល់អរូបព្រហ្មគោកដោយសេចក្តីមិនទៀងជាទុកជាអនត្តាពេញយល់ទេចឹងហ្នឹងហើយមានតែនិព្វានទេបានផុតចាកត្រៃលក្ខណាផុតចាក